ខ្លួនឯងគឺជាសិស្សដែលត្រៀមឌីប្លូមស្រាប់ថាសិស្សត្រៀមឌីប្លូមស្រាប់អញ្ចឹងសួរបងមកសួរបងឲ្យគឺមានអាចថាមានទំនុកចិត្តជាងមុនខ្ញុំគួរធ្វើមិនពេលប្រឡងខ្មែរណាទៅមកខ្ញុំសួរវិញឥឡូវសួរមកចឹងមើលចាប្រាប់ពីរបៀបដូចបែងចែកពេលវេលាថាយើងត្រូវសេអាណាមិនទីអីអូខេអញ្ចឹងយើងប្រឡងតែងសេចក្តីសម្រាប់ទី9ដែលអូនប្រឡង1ម៉ោងកន្លះមែន Yes អូខេបើប្រឡង1ម៉ោងកន្លះអញ្ចឹងអ្វីដែលយើងគួរធ្វើនោះគឺយើងត្រូវកំណត់ម៉ោងសិនថាតើរយៈពេល1ម៉ោងកន្លះហ្នឹងយើងទៅសេបែបណាការគោះជួងព្រោះពេលខ្លះប្រភេទនាឡិកាខ្លះគេអត់ឲ្យយកចូលបានទេអញ្ចឹងយើងកំណត់ទៅលើការគោះជួងវិញក្នុងការប្រឡងជាទូទៅគឺគេគោះជួង3ដងគោះជួងលើកទី1គឺគេគោះជួងចែកกระดาษចែកវិញ្ញាសាអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមបានវិញ្ញាសាដល់ដៃពឹបអូនព្យាយាមអានប្រធានហ្នឹងណាតែត្រឹម3ដងឬ4ដងបានហើយការអានប្រធានកុំឲ្យលើសពី5នាទីអីយើងពិភាក្សាកុំឲ្យលើសពី5នាទីហើយចាប់ផ្ដើមសរសេរផ្ដើមសេចក្តីចាប់ផ្ដើមសរសេរតែ15នាទីបានហើយដើមសេចក្តីសរសេរ15នាទីបានហើយទោះផ្ដើមសេចក្តីនោះទោះបងអូនសរសេរបានដល់កន្លះទំព័រក៏ដោយក៏នៅតែបន្ទុកតែប៉ុណ្្នឹងដែរព្រោះផ្ដើមសេចក្តីជាទូទៅសរសេរចន្លោះពី3ទៅ10បន្ទាត់បានហើយកុំលើសនឹងពេកតែលើសនឹងពេកគឺបងអូនចូលបកស្រាយហើយហើយហើយបញ្ចប់ជាទូទៅ20នាទីឬក៏15នាទីចុងក្រោយទៅអញ្ចឹងនៅក្នុងចន្លោះហ្នឹងអូនដកទៅដល់សល់ពេលប្រហែលនាទីគិតមើល1ម៉ោងកន្លះដកអស់30នាទីសម្រាប់ការសរសេរផ្ដើមសេចក្តីនិងបញ្ចប់សេចក្តីអញ្ចឹងវានៅសល់1ម៉ោងទៅហ៎អញ្ចឹងបងអូនសល់1ម៉ោងហ្នឹងគឺចាយពេលសម្រាប់សរសេរតួសេចក្តីហ្មងទៅចំណាយពេលសម្រាប់សរសេរតួសេចក្តីឲ្យអស់លទ្ធភាពគ្រាន់តែចាប់ដល់យើងមើលនាឡិកាយើងថានៅសល់1ម៉ោងពឹបយើងសុំទៅបញ្ចប់1ម៉ោងហើយពឹបព្យាយាមទោះបីយើងនៅសល់គេហៅថានៅសល់ប្រយោគតទៀតអត់ទាន់ចាប់ក៏ដោយក៏ត្រូវតែព្យាយាមដាក់ពាក្យណាដែលអាចបញ្ចប់របស់យើងបានហើយគឺចុះបន្ទាត់ដាក់សរុបសេចក្តីបញ្ចប់យកហ្មងមួយទៀតបើសិនជាអូនទៅសេតួសេចក្តី1ម៉ោងអញ្ចឹងយើងចែកកន្លះម៉ោងសម្រាប់លើកឧទាហរណ៍កន្លះម៉ោងទៀតសម្រាប់ទៅសេពីឃ្លាភ្ជាប់រហូតមកដល់បើកគំនិតបញ្ចប់ឬក៏គំនិតសំខាន់បញ្ចប់អូខេងាយទេតាមពិតអាការដែលសួរថាបងទៅសេប្រហែលបន្ទាត់ប្រហែលទំព័រហ្នឹងណាវាមិនសំខាន់ស្មើនឹងសមត្ថភាពខ្លួនឯងទេត្រូវសួរខ្លួនឯងថាតាម1ម៉ោងកន្លះហ្នឹងខ្ញុំអាចទៅសេបានប្រហែលទំព័រលបឿនផាន់យើងទោះបីជាដឹងថាខ្ញុំ1ម៉ោងកន្លះហ្នឹងខ្ញុំត្រូវទៅសេបាន5ទំព័រ6ទំព័រក៏ដោយតែបើសិនជាបងអូនអត់មានសមត្ថភាពវឹកហាត់ទេទោះបីដឹងចម្លើយហើយក៏វាអត់មានប្រយោជន៍អីដែរចា